ប្រវត្តិព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7គឺជាស្ដេចខ្មែរដ៏វាលក្លៀវក្លាយបំផុតមួយអង្គក្នុងប្រវត្តិសាស្ត្រទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181ឬ1182ខ្លះថារហូតដល់ប្រហែលឆ្នាំ1218-1219នៃគ្រិស្តសករាជប្រវត្តិព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7គឺជាស្ដេចខ្មែរដ៏វាលក្លៀវក្លាយបំផុតមួយអង្គក្នុងប្រវត្តិសាស្ត្រទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181ឬ1182ខ្លះថារហូតដល់ប្រហែលឆ្នាំ1218-1219នៃគ្រិស្តសករាជទ្រង់ជាស្ដេចចាប់ពុតមួយអង្គដែលបានស្ដារនិងពង្រីកចក្រភពខ្មែរឲ្យដល់កម្រិតធំបំផុតក្នុងប្រវត្តិសាស្ត្រគ្រប់ដណ្ដប់លើទឹកដីកម្ពុជាថៃឡាវវៀតណាមខាងត្បូងនិងមួយផ្នែកម៉ាឡេស៊ី1ព្រះជន្មដើមទ្រង់ជាព្រះរាជបុត្ររបស់ព្រះបាទធននន្ទ្រវរ្ម័នទី2ព្រះនាមដើមមិនច្បាស់លាស់100ប៉ុន្តែតាមឯកសារចិនហៅថាជ័យវរ្ម័នបរមេស្វរព្រះអង្គកើតប្រហែលឆ្នាំ1125ប្រវត្តិព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7គឺជាស្ដេចខ្មែរដ៏វាលក្លៀវក្លាយបំផុតមួយអង្គក្នុងប្រវត្តិសាស្ត្រទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181ឬ1182ខ្លះថារហូតដល់ប្រហែលឆ្នាំ1218-1219នៃគ្រិស្តសករាជទ្រង់ជាស្ដេចចាប់ពុតមួយអង្គដែលបានស្ដារនិងពង្រីកចក្រភពខ្មែរឲ្យដល់កម្រិតធំបំផុតក្នុងប្រវត្តិសាស្ត្រគ្រប់ដណ្ដប់លើទឹកដីកម្ពុជាថៃឡាវវៀតណាមខាងត្បូងនិងមួយផ្នែកម៉ាឡេស៊ី1ព្រះជន្មដើមទ្រង់ជាព្រះរាជបុត្ររបស់ព្រះបាទធននន្ទ្រវរ្ម័នទី2ព្រះនាមដើមមិនច្បាស់លាស់100%ប៉ុន្តែតាមឯកសារចិនហៅថាជ័យវរ្ម័នបរមេស្វរព្រះអង្គកើតប្រហែលឆ្នាំ1125នៃគ្រិស្តសករាជមុនឡើងគ្រងរាជ្យទ្រង់ធ្លាប់នៅចម្ប៉ាចេញពីរាជធានីទៅរស់នៅវិជាធរបុរីជិតសៀមរាបសម័យនោះអស់រយៈពេលជាច្រើនឆ្នាំដើម្បីជៀសវាងចំនួនផ្ទៃក្នុង2ការឡើងគ្រងរាជ្យ1181ឆ្នាំ1177កងទ័ពចៅផ្ដាច់ខ្មែរឈ្មោះត្រីភូនិទិតត្រូវចម្ប៉ានឹងយករាជធានីសោធរបុរៈដោយចៅផ្ដាច់ចម្ប៉ាបានដុតបំផ្លាញនិងប្លន់ទ្រព្យអស់ឆ្នាំ1181ព្រះបាទជ័យវរ្ម័នទី7ដែលមានជាង50ឆ្នាំហើយបានដឹកនាំកងទ័ពខ្មែរវាយបុកចម្ប៉ាឈ្នះសង្គ្រាមនៅសមរភូមិនៅលើទន្លេសាបតាមរូបចម្លាក់បាយ័នសម្រាប់ស្ដេចចមានិងដេញចមាចេញទាំងស្រុងទ្រង់ឡើងគ្រងរាជ្យប្រកាសជាជ័យវរ្ម័នទី7និងបដូររាជធានីមកអង្គរធំ3ស្នាដៃសំខាន់មហាសាសនិកជននិងមហាសាងកសាងរាជធានីថ្មីអង្គរធំជញ្ជាំងក្រុងបណ្ដោយ12គីឡូម៉ែត្រកម្ពស់8ម៉ែត្រច្រកទ្វារទាំង5ល្បីជាទ្វារជ័យមានរូបព្រះភ័ក្ត្រទាំង54អង្គប្រាសាទបាយ័នមជ្ឈមណ្ឌលមានអស់216អង្គតំណាងព្រះអង្គនិងព្រះអវតារព្រះអង្គប្រាសាទលបាយទាំង516ប្រាសាទធំតាព្រំឧទ្ទិសដល់ព្រះមេដាព្រះខ័នឧទ្ទិសដល់ព្រះបតាបន្ទីក្តីនិងប្រាសាទជាច្រើនទៀតផ្លូវថ្នល់1200គីឡូម៉ែត្រស្ពាន121កន្លែងស្ពាននៀបនៅកំពង់ក្តីស្ទឹងកែវជាដើមមន្ទីរពេទ្យ102កន្លែងតាមសាលាចារឹកមានអរុណាដាណា102កន្លែងមានគ្រូពេទ្យ2នាក់អ្នកជំនួយ2 3នាក់មានអស្តអង្កាមស្រូវ20000តោនក្នុងឃ្លាំង121កន្លែងសម្រាប់អ្នកដើរផ្លូវអ្នកជំនួញអ្នកធ្វើធម្មយាត្រា4សាសនាព្រះពុទ្ធសាសនាមហាយានទ្រង់ជាស្ដេចខ្មែរដំបូងគេដែលបដូរជាពុទ្ធសាសនិកមហាយាន 100% មុនគឺឥណ្ឌូប្រាសាទបាយ័នជាប្រាសាទព្រះពុទ្ធមានរូបព្រះអវតារលោកេស្វរៈទ្រង់ផ្ទាល់ត្រូវបានគេជឿថាជាព្រះអង្គផ្ទាល់ប៉ុន្តែទ្រង់នៅគោរពឥណ្ឌូនិងព្រហ្មដែរសាសនាស៊ីនក្រេតិក5ព្រះរាជប្រវត្តិផ្ទាល់ព្រះមហេសីទី1ព្រះនាងជារាជជូឡាមនីគ្រាប់ត្បូងនៃចក្រភពជាស្ត្រីឆ្លាតជួយទ្រង់គ្រប់គ្រងនិងជាគ្រូនៃសាលារៀនព្រះមហេសីទី2ព្រះនាងឥន្ទ្រទេវីបងស្រឡាយព្រះអង្គមានព្រះរាជបុត្រាឈ្មោះព្រះឥន្ទ្រវរ្ម័នប៉ុន្តែមិនបានឡើងសោះរាជបន្តដោយព្រះអង្គផ្សេង6ការសោយទីវង្គតសោយទីវង្គតប្រហែលឆ្នាំ1218-1219នៃគ្រិស្តសករាជអាយុជាង90ឆ្នាំក្រោយទ្រង់ចាក់ភពខ្មែរចាប់ផ្ដើមធ្លាក់ចុះយឺតដោយសារសង្គ្រាមជាមួយចៅផ្ដាច់ថៃនិងវៀតណាមនិងការចំណាយដ៏ធំធេងសម្រង់សំខាន់ព្រះបាទជ័យវរ្ម័នទី7ត្រូវបានគេចាត់ទុកជាកុស្ដេចព្រះពុទ្ធសាសនិកខ្មែរដំហិមានិងគឺអ្នកសាងសង់ចាក់ភពអង្គរដ៏អស្ចារ្យបំផុតស្នាដៃទ្រង់នៅតែឈរជាសាក្សីរហូតមកដល់សម័យទំនើបបើចង់ដឹងលម្អិតបន្ថែមរូបចម្លាក់សង្គ្រាមប្រទេសចម្ប៉ាសាលាចារឹកឬរឿងស្នេហ៍ជាមួយព្រះមហេសី